សម័យនោះព្រះពុទ្ធជាម្ចាស់ដ៏មានជោគទ្រង់គង់នៅក្បែរដើមស្តៅជាលំនៅរបស់អ្នកលេរយៈជិតស្រុកវេរញ្ជាជាមួយនឹងភិក្ខុសង្ឃមានប្រមាណច្រើនចំនួន500រូបវេរញ្ចព្រាហ្មណ៍បានឮច្បាស់នៅដំណឹងនោះហើយទើបប្រកាសសេចក្តីថាមនាលគ្នាយើងបានឮថាព្រះសមណគោតមជាសក្យបុត្រចេញចាកសក្យត្រកូលទៅទ្រង់ព្រះភ្នោះឥឡូវមកគង់នៅក្បែរដើមស្តៅជាលំនៅរបស់អ្នកលេរយៈជិតស្រុកវេរញ្ជាជាមួយនឹងភិក្ខុសង្ឃមានប្រមាណច្រើនចំនួន500រូបកិត្តិស័ព្ទដ៏ពិរោះរបស់ព្រះគោតមដ៏ចម្រើននោះឬខ្យល់ខ្ចាយសុះសាយយ៉ាងនេះថាព្រះដ៏មានព្រះភិក្ខអង្គនោះទ្រង់ព្រះនាមថាអរហង្គព្រោះព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាងឈ្មោះថាសម្មាសម្ពុទ្ធោព្រោះព្រះអង្គត្រាស់ដឹងនៅញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឈ្មោះថាវិជ្ជាចរណៈសម្បណ្ណោព្រោះព្រះអង្គបរិបូរណ៍ដោយវិជ្ជានិងចរណៈគឺសេចក្តីចេះដឹងនិងក្រឹតដែលបុគ្គលគប្បីប្រព្រឹត្តឈ្មោះថាសុគតោព្រោះព្រះអង្គមានដំណើរល្អទៅកាន់ព្រះនិព្វានឈ្មោះថាលោកវិទូព្រោះព្រះអង្គជ្រាបច្បាស់នៅត្រៃលោកឈ្មោះថាអនុត្តរោព្រោះព្រះអង្គប្រសើរដោយសីលាទិគុណរកបុគ្គលណាមួយស្មើគ្មានឈ្មោះថាបរិសត្យមសារថេព្រោះព្រះអង្គជាអ្នកទូលមាននៅបុរសដែលគួរទូលមានបានឈ្មោះថាសត្ថាទេវមនុស្សសានੰព្រោះព្រះអង្គជាគ្រូនៃទេវតានិងមនុស្សទាំងឡាយឈ្មោះថាពុទ្ធោព្រោះព្រះអង្គបានត្រាស់ដឹងនៅអរិយសច្ចធម៌ឈ្មោះថាភគវាព្រោះព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀតព្រះអង្គបានត្រាស់ដឹងបានធ្វើឲ្យជាក់ច្បាស់ចំពោះព្រះអង្គនៅលោកនេះព្រមទាំងទេវលោកមារលោកព្រហ្មលោកចំពោះព្រះអង្គទ្រង់ញ៉ាំងនៅពពួកសត្វព្រមទាំងសាមណៈនិងព្រាហ្មណ៍ទាំងមនុស្សជាសមតិទេពនិងមនុស្សដ៏សេះហើយទ្រង់ប្រកាសទ្រង់សម្ដែងធម៌ពិរោះបទដើមបទកណ្ដាលនិងបទចុងព្រះអង្គប្រកាសនៅព្រះមច្ចរិយធម៌ព្រមទាំងអត្តនិងព្យញ្ជនៈដ៏ពេញបរិបូរណ៍បរិសុទ្ធទាំងអស់ក៏ដំណើរដែលបានឃើញបានជួបនឹងព្រះអរហន្តទាំងឡាយមានសភាពយ៉ាងនឹងជាការប្រពៃពេកគ្រានោះវេរញ្ចព្រាហ្មណ៍ក៏ចូលសម្ដៅទៅត្រង់ទីដែលព្រះដ៏មានព្រះភិក្ខគង់លុះចូលទៅដល់ហើយក៏ពោលពាក្យរាក់ទាក់សំណេះសំណាលទៅរកព្រះដ៏មានព្រះភិក្ខលុះបញ្ចប់ពាក្យដែលគួររីករាយនឹងពាក្យដែលគួររលឹកល្មមឲ្យកើតសេចក្តីស្និទ្ធស្នាលហើយក៏អង្គុយក្នុងទីដ៏សមគួរកាលដែលវេរញ្ចព្រាហ្មណ៍អង្គុយក្នុងទីដ៏សមគួរហើយក៏ផ្ដើមពាក្យនេះក្រាបទូលព្រះដ៏មានព្រះភិក្ខថាបបិទ្ធព្រះគោតមដ៏ចម្រើនខ្ញុំបានឮពាក្យថាព្រះសាមណគោតមមិនសំពះមិនក្រោកទទួលព្រាហ្មណ៍ទាំងឡាយដែលចាស់ក្រមគ្រាជាព្រឹទ្ធាចារ្យមានអាយុច្រើនរស់នៅបានយូរឆ្នាំមកហើយមានអាយុក៏ជ្រុលចូលមកក្នុងបច្ឆិមវ័យហើយទោះបីគ្រាន់តែអញ្ជើញហៅរកព្រាហ្មណ៍ទាំងនោះឲ្យអង្គុយលើអាសនៈព្រះអង្គក៏មិនធ្វើបបិទ្ធព្រះគោតមដ៏ចម្រើនពាក្យដែលខ្ញុំបានឮមកនោះជាប្រកាសថាព្រះគោតមដ៏ចម្រើនមិនសំពះមិនក្រោកទទួលព្រាហ្មណ៍ទាំងឡាយដែលចាស់ក្រមគ្រាជាព្រឹទ្ធាចារ្យមានអាយុច្រើនរស់នៅយូរឆ្នាំមកហើយមានអាយុក៏ជ្រុលចូលមកក្នុងបច្ឆិមវ័យហើយថាសូម្បីត្រឹមតែអញ្ជើញហៅរកព្រាហ្មណ៍ទាំងនោះឲ្យអង្គុយលើអាសនៈព្រះអង្គក៏មិនធ្វើបបិទ្ធព្រះគោតមដ៏ចម្រើនកិច្ចមានមិនសំពះជាដើមនោះជាទំនងពុំសមគួរឡើយ